អ្នកដែលទាយគីឡូខ្ញុំត្រូវនៅក្នុងថ្ងៃនេះទទួលបាន50000រៀលឥឡូវគឺយើងធ្វើការមកថ្លឹងគីឡូយើងសិនគីឡូរបស់យើងគឺ61គីឡូតោះ let's go ត្រូវអ្នកទាយគីឡូរបស់គ្នាទាយគីឡូត្រូវបាន50000ចិន3ទុយគីឡូម៉ែខ្ញុំ50ជាងខោ56ច្បាស់ទេ56ខោដោយសារតែឥឡូវយើងសុភាមនុស្សប្រហែលជា8ទៅ10លានអ្នកទូទាំងប្រទេសកម្ពុជាអត់មែនទេត្រូវឡើងលុយ100,000សុភានារីទាយគីឡូខ្ញុំត្រូវ100,000សមររីម៉ាន65ច្បាស់នៅច្បាស់បងម៉ាន68អុយធ្លាប់តែគេ3អត់ដែរ3គេធ្ងន់ម៉េះម៉ានមកមួយម៉ាត់ទេ100,000ហ្មង63មែនអត់ត្រូវអត់ខ្ចីត្រូវទេសុំវងសុំតែមួយម៉ាត់ទេ private មែន PM តែបងអូPMអត់អីទេទាយគីឡូខ្ញុំមិនត្រូវមួយម៉ាត់ទេ100,000ណាខ្ញុំសួរគេ8 10លានឯងគេឆ្លាតត្រូវទេ60គាត់ដល់65បានទេ63បង62ទាយគីឡូទាយត្រូវឲ្យ100,000 64គីឡូមិញខ្លាំងឲ្យមើលមិនតែអាចចាប់អារម្មណ៍ប៉ុន្មាន60គាត់ដល់65 63ហេខោមិនខុសខ្លាំងឲ្យមើលបញ្ជាក់សិនតាមពិតមុនហ្នឹងឃើញយើងលួចថ្លឹងគីឡូដែរតាសុំវយកលុយ100000បានយកលុយ100000បានសន្យាបានហើយបងបានហើយទីអីគីឡូខ្ញុំមិនត្រូវបាន100,000ឥឡូវហ្នឹងមកឲ្យជំរឿ60គាត់ដល់63 62 60បានហើយបានមកច្បាស់ច្បាស់ខោជួយអាឡៃនឹងវាអត់លោតក្នុងក្បាលគេហ្មងអត់យល់ទេនេះយកពីខ្ញុំបាន100,000ហ្នឹងសួរតែមួយសួរគេអូនគីឡូខ្ញុំបានបងលើកសិនខ្ញុំឲ្យជំរឿទៀតបានទៅ60គាត់ដល់63 60គាត់ដល់63អាហ្នឹងទៅត្រូវមកក្នុងហ្នឹងឯងក្នុង4លេខហ្នឹងឯងមានមួយត្រូវ10,000ហ្មងខ្ញុំសួរគេ8 10លាននេះឯងបូកនឹងជន់បរទេសទៀត62អូតែមួយលេខអត់បានលុយទេលើសិនហើយជំរឿយ៉ាងក្រោយ61បានហើយបាទ61ខ្ញុំប្រហែលជាត្រូវដើរទៅមនុស្សទៀតមកទៅតែតម្លៃនេះគឺត្រូវអូយហើយបងYes បាយឡើងមើលគីឡូម៉ែមក68អូចឹងដោយសារគាត់កុហកយើងអ្នកគ្នាបើចឹងដកលុយគាត់100000មកវិញអើយYes ទីមកអើយមានយកលុយបានហើយជួម8 10លានអ្នកមែនតើហ្មងចឹងបងសំណាញ់ជាងគេចឹង Yes មកជួយ25ដុល្លារ10,000រៀលអរគុណ challenge ហើយលុយកូនដាច់ហើយដែរឥឡូវនេះគឺយើងធ្វើការមកទៀតដើម្បីញ៉ាំមីហើយមីដែលយើងធ្វើការញ៉ាំនេះគឺជាមីកូរ៉េណូរសជាតិសាច់ជ្រូកចិញ្ច្រាំចុះរបៀបធ្វើមីគឺយើងត្រូវដាំទឹកពេលយើងកំពុងដាំទឹកយើងធ្វើការហែកមីរបស់យើងមកនេះលឹបដាក់ចូលចានមួយភ្លក់ពុះហើយនេះគឺជាគ្រឿងហែកគ្រឿងមកដាក់ចូលនេះខ្លាញ់ដាក់ចូលមកទឹក300 មីលីលីត្រចូលមកនេះតែយើងមានគ្រឿង topping យើងអាចដាក់គ្រឿង topping បានតាមអំពើចិត្តក្របទឹក3នាទីអូសំខាន់ក្លិនសាច់ជ្រូកច្រាំគឺញ៉ាសាច់តែម្ដងMy God ចូលទៀតយាយមែនយាយពីតាឆ្ងាញ់សាអូឆ្ងាញ់ខ្លាំងយកប្រហើយបងថាមិនសាគឺមិនដឹងទេជាពិសេសមកគឺជាមួយទៅសៃមីគេអ្នកនេះយាយពីថាគុំហើយនឹងឆ្ងាញ់តាហ៊ាននិយាយពាក្យថាឆ្ងាញ់ជាពិសេសហ្មងអ្នកគ្នាប្រហែលឆ្ងល់ថាមីកូរ៉ូណូ brand របស់កូរ៉េចឹងឲ្យសូត្រថ្លៃចាំប្រាប់អ្នកគ្នាថាជាមួយនឹងកូរ៉ូណូសាច់ជ្រូកច្រាំនេះតម្លៃវិញគឺត្រឹមតែ1000រៀលទេក៏ប៉ុន្តែនេះគឺជាមួយនឹងការវេចខ្ចប់ធំរហូតដល់72ក្រាមតម្លៃនេះគឺត្រឹមតែ1000រៀលទេបើសិនអ្នកគ្នាចង់រកទិញអត់ខ្វះទេនៅតាមអ្នកលក់ចាប់ហួយនៅតាមម៉ានតាមសាទំនើបអីផ្សេងគឺមានជាច្រើនចុះកុំភ្លេចអ្នកគ្នាជាមួយនឹងមីកូរ៉េណូសាច់ជ្រូកចិញ្ច្រាំ